របៀបប្រើប្រាស់ថ្នាំបាញ់ដែកខាងកាតអាស៊ីដើម្បីទទួលបានគុណភាពល្អជាដំបូងយើងធ្វើការសម្អាតផ្ទៃដែកឲ្យបានស្អាតជាមុនសិនដោយប្រភេទនេះអាចលាបបានគ្រប់ផ្ទៃដែកដូចជាដែកខ្មៅដែកសអាលុយមីញ៉ូមនិងកាបូនបន្ទាប់មកយើងធ្វើការបើកធុងដើម្បីលាយសាច់ថ្នាំខំ A និងខំ B លាយបញ្ចូលគ្នាដោយយើងធ្វើការលាយក្នុងបរិមាណខំ A4 និងខំ B1 គឺធុងធំ4និងធុងទូច1បន្តមកធ្វើការកូរល្បាយទាំងពីរនេះចូលគ្នាឲ្យបានសព្វល្អបន្ទាប់មកយើងធ្វើការលាយជាមួយស្សាំងចូលតានលេខ17 10 ទៅ 20% ដើម្បីងាយស្រួលក្នុងការបាញ់សាច់ថ្នាំរួចធ្វើការកូរល្បាយនោះចូលគ្នាឲ្យបានសព្វល្អរួចយើងធ្វើការលាបនៅលើផ្ទៃដែកដែលយើងបានសម្អាតចំពោះការប្រើរឡូយើងលាប2ជាន់ដែលលាបជាន់ទី1ហើយទុកឲ្យស្ងួតរយៈពេល3ម៉ោងបន្ទាប់មកធ្វើការលាបជាន់ទី2ជាការស្រេចចំពោះការបាញ់យើងបាញ់តែមួយជាន់តែប៉ុណ្ណោះបន្ទាប់ពីបាញ់ហើយទុកឲ្យស្ងួតរយៈពេល3ម៉ោងជាការស្រេច ប
ដូចនេះប្រសិនបើបងមានឆ្ងល់តាក់ទងទៅនឹងការប្រើប្រាស់ឬបច្ចេកទេសផ្សេងៗអាចមកសួរនាំបាននៅហាង Jota សានសុខសូមអរគុណជួបគ្នានៅវីដេអូក្រោយ